បើសិនជាអ្នកទាំងអស់គ្នាសូមកាន់ខ្ញុំថារវាងមនុស្សដែលលេង TikTok មិនល្បីនិងមនុស្សដែលលេង TikTok ល្បីតើខ្ញុំចូលចិត្តមួយណាជាងនោះខ្ញុំនឹងឆ្លើយប្រាប់អ្នកទាំងអស់គ្នាវិញថាខ្ញុំប្រកាសជាចូលចិត្តអ្នកអត់ល្បីជាងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយមែនអត់ថាអ្វីបានខ្ញុំនិយាយអញ្ចឹងពីព្រោះវីដេអូដែលខ្ញុំបានផុសនៅក្នុង social media ឬក៏ TikTok រាល់វីដេអូនីមួយៗខ្ញុំបានសង្កេតឃើញថាគឺសុទ្ធតែជាបងប្អូនយើងមួយចំនួនដែលគាត់លេង TikTok មិនសូវល្បីគឺឃើញថាពួកគាត់បានចូលឲ្យបេដូនៅក្នុង TikTok របស់ខ្ញុំក៏ដូចជា comment ផងដែរមិនថាការឲ្យបេដូឬក៏ការ comment នោះទេគឺខ្ញុំសុទ្ធតែឃើញពួកគាត់ចូល comment ក៏ដូចជាឲ្យបេដូផងដែរហើយវាពិតជាកម្រមានណាស់ដែលឃើញ idol របស់យើងចូលឲ្យបេដូក្នុង TikTok របស់យើងពេលខ្លះយើងខំប្រឹង mention ឈ្មោះ idol របស់យើងនៅក្នុង TikTok ប៉ុន្តែយើងនៅតែមិនអាចឃើញពួកគាត់ចូលឲ្យបេដូឬក៏ចូល comment នៅក្នុង TikTok របស់យើងទេដោយសារតែកត្តាទាំងនេះហើយទើបខ្ញុំនិយាយថាខ្ញុំចូលចិត្តបុគ្គលដែលមិនល្បីជាងបុគ្គលដែលល្បីតើអ្នកនរគ្នាយល់យ៉ាងម៉េចដែរចំពោះវីដេអូមួយនេះបើសិនជាអ្នកនរគ្នាមានចម្ងល់ឬក៏មានពាក្យអ្វីចង់និយាយអាច comment នៅក្នុងវីដេអូនេះបាន